នៅក្នុងយុទ្ធសាស្ត្រសឹកកម្រិតពិភពលោកជ័យជំនះនៃសង្គ្រាមមិនមែនសម្រេចទៅលើតែភាពក្លាហានរបស់ទាហានឬភាពមុតស្រួចនៃអាវុធឡើយប៉ុន្តែវាត្រូវបានសម្រេចទៅលើពាក្យមួយម៉ាត់គឺ logistics ឬភស្តុភារសឹកសាកស្រមៃមើលថានៅក្នុងយុគសម័យដែលគ្មានទូទឹកកកគ្មានអាហារកំប៉ុងនិងគ្មានរថយន្តដឹកជញ្ជូនតើព្រះមហាក្សត្រខ្មែរអាចដឹកនាំនិងចិញ្ចឹមកងទ័ពរាប់សែននាក់ដែលត្រូវធ្វើដំណើរចម្ងាយរាប់គីឡូម៉ែត្រកាត់ព្រៃកាត់ភ្នំដោយរបៀបណាមិនធ្វើឲ្យពួកគេស្ដាច់ស្បៀងនោះភិកច្រើនតែងតែមើលរំលងរឿងម្ហូបអាហារប៉ុន្តែការពិតទៅដូនតាខ្មែរគឺជាកំពូលអ្នកវិទ្យាសាស្ត្រកែច្នៃអាហារដែលអាចបង្កើតស្បៀងយុទ្ធសាស្ត្ររក្សាទុកបានរាប់ខែនិងមានធម៌ពលខ្ពស់ថ្ងៃនេះខ្មែរអាខ័យនឹងនាំអ្នកទៅបើកបានសារឋានសម្ងាត់ដើម្បីមើលពីរបៀបដែលដូនតាខ្មែរគ្រប់គ្រងខ្សែសង្វាក់ស្បៀងដែលធ្វើឲ្យកងទ័ពអង្គរមានកម្លាំងខ្លាំងក្លានិងវាយលុកគ្មានដៃគូទប់ទល់ដើម្បីយល់ពីភាពឆ្លាតវៃរបស់ដូនតាយើងត្រូវយល់ពីបញ្ហាប្រឈមជាមុនសិនអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមានធម្មពលកម្ដៅថ្ងៃខ្លាំងនិងសំណើមខ្ពស់កត្តានេះធ្វើឲ្យអាហារស្រស់ដូចជាសាច់ស្លឹកឈើឬបាយដាំឆ្អិនងាយនឹងផ្អូមរលួយក្នុងរយៈពេលត្រឹមតែ2-3ម៉ោងប៉ុណ្ណោះប្រសិនបើកងទ័ពត្រូវដើរថ្មើរជើងរាប់សប្តាហ៍ការដឹកជញ្ជូនសាច់ស្រស់ឬអង្គររាប់តោនតាមរយៈរទេះគោគឺជារឿងមិនអាចទៅរួចឡើយព្រោះវាមានទម្ងន់ធ្ងន់និងយឺតយ៉ាវដូច្នេះកងទ័ពអង្គរត្រូវការអាហារដែលមានលក្ខណៈសម្បត្តិ3យ៉ាងដាច់ខាតទី1គឺស្រាលទី2គឺរក្សាទុកបានយូរនិងទី3មានសារធាតុចិញ្ចឹមខ្ពស់ដើម្បីផ្ដល់ធម៌ពលភ្លាមៗដំណោះស្រាយបែបវិទ្យាសាស្ត្ររបស់ខ្មែរគឺការបង្កើត Superfood សម័យបុរាណនោះគឺបាយក្រៀមនិងការធ្វើម៉ាំឬប្រហុកបាយក្រៀមគឺជាការយកបាយឆ្អិនទៅហាលថ្ងៃឲ្យស្ងួតហូតទឹកដែលធ្វើឲ្យវាស្រាលជាងបាយធម្មតាដល់ទៅ3ដងនិងមិនងាយផ្អូមឡើយពេលទាហានចង់បរិភោគពួកគេគ្រាន់តែយកវាទៅត្រាំទឹកឬដុតភ្លើងបន្តិចគឺអាចទទួលបានកាបូអ៊ីដ្រាតដែលអាចផ្ដល់ធម៌ពលបានភ្លាមៗចំណែកឯប្រហុកវិញមិនមែនគ្រាន់តែជាម្ហូបធម្មតានោះទេនៅក្នុងយុទ្ធសាស្ត្រសឹកវាគឺជាប្រភពប្រូតេអ៊ីននិងសូដ្យូមដ៏សំខាន់បំផុតជាតិប្រៃនៃប្រហុកជួយរក្សាកម្រិតទឹកក្នុងរាងកាយទាហានមិនឲ្យខ្សោះជាតិទឹកពេលខំប្រឹងដើរក្បួនច្បាំងហើយវាអាចរក្សាទុកបានរាប់ឆ្នាំដោយមិនខូចគុណភាពការខ្ចប់ប្រហុកនិងបាយក្រៀមដាក់តាមខ្លួនធ្វើឲ្យទាហានម្នាក់ៗមានស្បៀងស្វ័យប្រវត្តិជាប់ខ្លួនអាចរស់បានរាប់សប្តាហ៍ដោយមិនចាំបាច់រងចាំផ្ទះបាយកងទ័ពឡើយក្រៅពីការច្នៃប្រឌិតអាហារដូនតាខ្មែរក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធភស្តុតាងដ៏អស្ចារ្យនោះគឺប្រព័ន្ធផ្លូវថ្នល់បុរាណនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ផ្លូវថ្នល់ធំៗត្រូវបានសាងសង់តភ្ជាប់ពីទីក្រុងអង្គរទៅកាន់ទីក្រុងរណបនានាដូចជាឆ្ពោះទៅប្រាសាទភីម៉ៃនិងទៅទិសខាងកើតនៅលើដងផ្លូវទាំងនោះគេមានសាងសង់សាលាសំណាក់ចំនួន121កន្លែងទីតាំងទាំងនេះមិនមែនគ្រាន់តែជាកន្លែងសម្រាប់អ្នកដំណើរស្នាក់នៅឡើយប៉ុន្តែនៅក្នុងសម័យសង្គ្រាមវាគឺជាប៉ុស្តិ៍និងជាជង្រុកស្បៀងសម្ងាត់នៅពេលដែលកងទ័ពដើរកាត់ពួកគេអាចចូលបំពេញស្បៀងនិងទឹកស្អាតបានភ្លាមៗតំបន់នេះធ្វើឲ្យល្បឿននៃការចល័តទ័ពរបស់ខ្មែរលឿនជាងកងទ័ពសត្រូវរហូតដល់ទៅទ្វេដងដូច្នេះនៅពេលដែលយើងសិក្សាពីភាពរុងរឿងនៃអាណាចក្រខ្មែរយើងមិនត្រូវមើលឃើញត្រឹមតែភាពមុតស្រួចនៃដាវឬភាពអស្ចារ្យនៃប្រាសាទនោះឡើយសង្គ្រាមត្រូវបានឈ្នះដោយសារតែខួរក្បាលរបស់វិទ្យាសាស្ត្រកែច្នៃអាហារនិងការរៀបចំប្រព័ន្ធភស្តុភារសឹកដ៏មានប្រសិទ្ធភាពបាយក្រៀមនិងប្រហុកដែលយើងឃើញសពថ្ងៃគឺមានប្រភពដើមចេញពីបច្ចេកវិទ្យា
យុទ្ធសាស្ត្រការពារជាតិដែលបានចិញ្ចឹមចក្រភពខ្មែរឲ្យរស់រានមានជីវិតនេះជាមេរៀនប្រវត្តិសាស្ត្រដែលបង្ហាញពីភាពឆ្លាតវៃពិតប្រាកដរបស់ដូនតាយើងប្រសិនបើអ្នកស្រឡាញ់និងចង់ស្វែងយល់ពីឯកសារវិទ្យាសាស្ត្របុរាណបែបនេះបន្តទៀតសូមចុច like share និង subscribe Channel ខ្មែរអាខាយបានសារឋានខ្មែរដើម្បីជួបគ្នានៅមេរៀនក្រោយទៀតសូមអរគុណ